ជំរាបសួរលោកគ្រូទេបាទខ្ញុំអត់ឈ្មោះមនពេជ្រមានលេខរៀងនៅក្នុងបញ្ជីហើយឈ្មោះគឺលេខរៀងទី19ថ្ងៃនេះខ្ញុំធ្វើការបកស្រាយតទៅជាមួយនឹងមេរៀនមុខវិជ្ជាការរង្វាយតម្លៃការសិក្សាបាទចឹងក្នុងមេរៀនទី3នេះគឺតទៅជាមួយនឹងការវិតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញាចឹងការរង្វាយតម្លៃសិក្សាដែលមានចម្លើយជាក់លាក់មួយបាទអញ្ចឹងទៅក្នុងមេរៀននេះវត្ថុបំណងដែលក្នុងមេរៀនដែលលោកគ្រូឧទ្ទេសគាត់ចង់ឲ្យនិស្សិតគ្រូនិស្សិតទាំងអស់អាចយល់បានទី1គឺប្រាប់ពីប្រភេទតែផ្សេងៗបានត្រឹមត្រូវអនុវត្តការសួរសំណួរដើម្បីឆ្លើយតបតាមកម្រិតរបស់ប្រឡូមទស្សនវិជ្ជាផ្នែកចំណេះដឹង3ជ្រើសរើសការធ្វើតេស្តដែលសមស្របជាមួយនឹងកម្រិតប្រឡូមទស្សនវិជ្ជាក្នុងការបង្កើតតេស្តរបស់ខ្លួន4កំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាក្នុងចំណុចមេទាំងអស់ហ្នឹងក៏មានមេតិកាសំខាន់ដែរទី1គឺសេចក្តីផ្ដើមទី2វិធីឬប្រភេទវាតម្លៃក្នុងថ្នាក់រៀនទី3ប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបប្រតិ4លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាចំណុចសេចក្តីផ្ដើមការវាតម្លៃដែលអាចទុកចិត្តបានចាប់ដើមជាមួយនឹងការពណ៌នាច្បាស់នៅសម្បទាសិក្សារំពឹងទុករបស់សិស្សសម្បទាដែលចង់បាននោះគឺជាលទ្ធផលពីការសិក្សារបស់សិស្សប្រយោគច្បាស់នៃលទ្ធផលរំពឹងទុកមានន័យថាក្នុងនោះមានគោលបំណងវត្ថុបំណងស្តង់ដារឬអ្វីដែលសិស្សគួរដឹងនិងអាចធ្វើបានចេញពីចំណេះដឹងរបស់ពួកគាត់មែនតើទៅក្នុងការរង្វាយតម្លៃគឺលោកគ្រូអ្នកគ្រូគ្រប់រូបគឺគាត់តែងតែចង់បានតទៅជាមួយនឹងការសិក្សារបស់សិស្សតើចំណុចមេរៀនហ្នឹងគឺតើកូនសិស្សអាចយល់បានឬក៏គាត់អាចចាប់បាននៅចំណុចមេរៀនរបស់គាត់ដែរឬអត់ចំណុច1.1តទៅជាមួយនឹងការពិនិត្យឡើងវិញនៅអត្តពលដែលជះទៅលើការសិក្សារបស់សិស្សនិងវិតម្លៃក្នុងចំណុចនេះគេបាននិយាយថាអ្នកផលិតគោលនយោបាយយល់ច្បាស់ហើយថាដើម្បីទទួលបានជោគជ័យនៅសាកលវិទ្យាល័យនិងកន្លែងធ្វើការកូនសិស្សត្រូវចំណុចទី1គឺត្រៀមខ្លួនជាស្រេចសម្រាប់បំណិនផ្សេងទី2ចរិយាសម្បទាលើសពីចំណេះដឹងឯកទេសអញ្ចឹងក្នុងចំណុចហ្នឹងមានន័យថាក្នុងនាមជាគ្រូបង្រៀនយើងបង្រៀនមិនមែនត្រឹមបង្រៀនកូនសិស្សគ្រាន់តែចេះជាមួយនឹងចំណេះជំនាញឬក៏ឯកទេសរបស់គាត់ទាំងទេគឺយើងត្រូវបន្ថែមជាមួយនឹងskill ជំនាញដទៃទៀតតទៅនៅសតវត្សទី21ដែលយើងមានចំណុចធំមានដូចជាតទៅជាមួយនឹងការតំណងគឺពិតជាមានសារៈសំខាន់ណាស់បើមិនជាយើងមានចំណេះដឹងហើយប៉ុន្តែយើងស្ទើរការតំណងប្រស័យតទៅគឺពិតជាពិបាកចំណុចដែលរឹតតែសំខាន់ទៀតនោះគឺតទៅជាមួយនឹង technology skill មានន័យថាក្នុងនាមយើងជាសិស្សឬក៏ក្នុងនាមយើងជាគ្រូបង្រៀនយើងគួរតែជ្រាបជាមួយនឹងបច្ចេកវិទ្យាថ្មីដែលក្រសួងបានដាក់បង្ហាញមកគឺដើម្បីឲ្យសិស្សគាត់អាចយល់ដឹងកាន់តែស៊ីជម្រៅបាទមួយទៀតតទៅជាមួយនឹង deposition បាទតទៅជាមួយនឹងភាពទំនួលខុសត្រូវការលើកទឹកចិត្តរបស់ពួកគាត់ខិតខំរៀនសូត្រឬក៏ដូចជាការលើកទឹកចិត្តរបស់ពួកគាត់ឲ្យមានការចូលរួមយ៉ាងច្រើនកកបាទហើយក៏មានតទៅជាមួយនឹងការធ្វើការងារជាក្រុមបាទក្នុងនាមជាគ្រូយើងមានការបែងចែកជាក្រុមសិក្សាឬក៏ផ្នែកសិក្សាតូចៗដើម្បីឲ្យពួកគាត់ចេះធ្វើការងារជាក្រុមដើម្បីនៅពេលថ្ងៃខាងមុខទៅគាត់ចេះទៅធ្វើការងារឬក៏គាត់រៀននៅសាកលវិទ្យាល័យធំៗនៅបណ្ដាប្រទេសសហភាពអឺរ៉ុបគាត់អាចធ្វើបានយ៉ាងល្អបាទអញ្ចឹងក្នុងនេះគេបានសួរថាតើពាក្យកន្លឹះទាំង3នេះខុសគ្នាដូចម្ដេចតទៅជាមួយនឹងទី1គឺគោលដៅអប់រំដែលយើងហៅថា educational aim ទី2គឺគោលបំណងការអប់រំ educational goal និងចុងក្រោយគឺវត្ថុបំណងការអប់រំ educational objective បាទអញ្ចឹងនៅក្នុងនោះដើម្បីយើងអាចទៅដល់វត្ថុបំណងគឺតើតើយើងមានទី1គឺគោលដៅដែលយើងហៅថា aim របស់យើងនឹងទី2គឺគ
គោលបំណងរបស់យើងគឺ goal ហើយចំណុចចុងក្រោយគឺ objective របស់យើងបាទមានថាជាវត្ថុបំណងរបស់យើងមួយទី2តទៅនឹងលទ្ធផលសិក្សាលក្ខណៈវិនិច្ឆ័យត្រូវបានប្រើប្រាស់1គឺជ្រើសសម្ភារៈឧបទេស2ពង្រៀងឬគ្រោងខ្លឹមសារមេរៀននិង3អភិវឌ្ឍដំណើរការបង្រៀននិងរៀន4រៀបចំតេស្តនិងការប្រឡងបាទក្នុងនោះដែរគឺមានចំណុចតូចៗមានលទ្ធផលសិក្សាគោលបំណងវត្ថុបំណងស្តង់ដារការរំពឹងទុកលក្ខណៈវិនិច្ឆ័យលទ្ធផលសិក្សារំពឹងទុកពេលសិក្សាបាទអញ្ចឹងដើម្បីឲ្យលទ្ធផលសិក្សាមួយប្រកបដោយភាពល្អប្រសើរគឺក្នុងនាមជាគ្រូបង្រៀនយើងត្រូវមានការជ្រើសរើសសម្ភារៈឧបទេសសម្បូរបែបមិនថាតាមបែបបច្ចេកវិទ្យាការបង្ហាញប្រើប្រាស់តាម slide ឬក៏ការបង្ហាញប្រើប្រាស់អនុវត្តដោយផ្ទាល់នៅពេលដែលឲ្យកូនសិស្សចូលការងារក្រុមបាទទី2តទៅជាមួយនឹងការព្រៀងខ្លឹមសារមេរៀនហ្នឹងគឺមានន័យថាក្នុងនាមជាគ្រូបង្រៀនគឺយើងត្រូវតែមានការព្រៀងខ្លឹមសារមេរៀនចូលក្នុងសភៅកិច្ចទាំងការបង្រៀនដើម្បីឲ្យការបង្រៀនរបស់យើងប្រកបដោយចីរភាពបាទហើយមានអត្ថន័យខ្លឹមសារច្បាស់លាស់និងទី3គឺតទៅជាមួយនឹងអភិវឌ្ឍដំណើរការបង្រៀននិងរៀនបាទអញ្ចឹងនៅពេលដែលក្នុងការបង្រៀនយើងតែងតែមើលឃើញនៅចំណុចដែលយើងត្រូវពង្រឹងបន្ថែមបាទក៏ដូចជាតទៅជាមួយនឹងការបង្រៀនថាតើយើងគួរតែបន្ថែមចំណុចណាខ្លះដើម្បីឲ្យការសិក្សារបស់សិស្សយើងទទួលបានលទ្ធផលល្អប្រសើរជាងនេះបាទចំណុចទី1តទៅមួយការរៀបចំតេស្តនិងការប្រឡងអញ្ចឹងដើម្បីយើងរង្វាយតម្លៃថាកូនសិស្សរបស់យើងអាចយល់ខ្លឹមសារមេរៀនដែលយើងបង្រៀនហើយឬក៏អត់បាទអញ្ចឹងគួរតែមានការរៀបចំតេស្តក៏ដូចជាឬក៏អាចជាការអនុវត្តលំហាត់ខាងចុងម៉ោងរយៈពេល10ទៅ15នាទីឬអាចថាបើសិនជាពេលរៀនខ្លីអាចថាធ្វើ5ទៅ10នាទីចុះដើម្បីរង្វាយតម្លៃថាតើកូនសិស្សរបស់យើងអាចយល់ពីខ្លឹមសារឬក៏មេរៀនដែលយើងបង្រៀនបានប៉ុន្មាន%បាទតើតើជាមួយនឹងតំណងរវាងគោលដៅអប់រំវត្ថុបំណងទូទៅនៃមុខវិជ្ជានិងលទ្ធផលសិក្សារំពឹងទុកក្នុងពេលសិក្សាបាទអញ្ចឹងក្នុងនោះដែរគឺគោលបំណងការអប់រំហ្នឹងគឺយើងបែងចែកជា3មានចរិយាឬក៏យើងអាចហៅថាអរិយាប័ត្រពុទ្ធិឬក៏យើងចំណេះដឹងចលនាឬក៏បង្ហាញចលនាបាទអញ្ចឹងតើក្នុងនេះតើវាមានអត្ថន័យឬក៏ចង់បង្ហាញយ៉ាងបែបម៉េចបាទអញ្ចឹងគោលបំណងនៃការអប់រំអាចប្រព្រឹត្តទៅបានយ៉ាងល្អទី1គឺយើងត្រូវតែផ្ដោតអប់រំសិស្សទៅលើតទៅជាមួយនឹងចរិយាឬក៏ហៅថាអរិយាប័ត្ររបស់សិស្សបាទដល់ពេលដែលសិស្សមានទម្លាប់ល្អក្នុងការរៀនសូត្របាទគឺធ្វើឲ្យចំណេះដឹងរបស់គាត់គឺមានការអភិវឌ្ឍហើយក៏ការរៀនរបស់គាត់ក៏ទទួលបានភាគរយច្រើនពីគ្រូបង្រៀនរបស់គាត់ផងដែរបាទចំណុចទី3ទៅទៅមួយចលនាបាទអញ្ចឹងនៅពេលដែលការបង្រៀនគឺគួរតែមានការផ្លាស់ប្ដូរការចូលការងារជាក្រុមឬក៏ការធ្វើការងារបែបលក្ខណៈបង្ហាញពីសកម្មភាពដែលធ្វើឲ្យពួកគាត់មានចំណាប់អារម្មណ៍ផ្លាស់ប្ដូរចំណាប់អារម្មណ៍របស់ពួកគាត់ផងដែរបាទតើតើចំណុចទី1.3គឺតើតើជាមួយនឹងគោលបំណងការអប់រំគេហៅថាយើងហៅថា educational goal បាទគឺជាប្រយោគទូទៅអំពីលទ្ធផលសិក្សារបស់សិស្សដែលចង់បានក្រោយរៀនចប់តាមកម្រិតសិក្សានេះគឺជាឧទាហរណ៍ខ្លះៗនៃគោលបំណងអប់រំយល់និងឲ្យតម្លៃចំណេះដឹងវិទ្យាសាស្ត្ររៀនគិតនិងសិក្សាដល់ឯករាជ្យខ្លាចជាពលរដ្ឋល្អលើកកម្ពស់ពំនិតទំនាក់ទំនងជាដើមបាទក្នុងចំណុចនេះផងដែរបាទនៅពេលដែលយើងមានគោលបំណងការអប់រំគឺក្នុងនាមយើងជាសិស្សឬក៏ក្នុងនាមយើងជាគ្រូក៏ដោយបាទយើងមានគោលដៅច្បាស់លាស់គឺយើងចង់ឲ្យកូនសិស្សឧទាហរណ៍ថាយើងចង់ឲ្យកូនសិស្សមានចំណេះដឹងខាងផ្នែកវិទ្យាសាស្ត្របើថាគាត់អាចពិសោធន៍ក្នុងការធ្វើការចម្រោះទឹកឬក៏បាទគាត់អាចធ្វើពិសោធន៍ទៅជាមួយនឹងការដាំរុក្ខជាតិបាទផ្សេងដើម្បីឲ្យដឹងថាតើនៅពេលដែលគាត់រៀននៅតាមមុខវិជ្ជារបស់គាត់ឬក៏នៅមេរៀនរបស់គាត់ហើយគឺគាត់អាចយកទៅប្រើប្រាស់ក៏ដូចជាអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាទទៅជាមួយនឹង standard ដែលយើងហៅថា standard បាទគឺជាប្រយោគអំពីអ្វីដែលសិស្សគួរដឹងនិងធ្វើបានក្នុងក្រុមសារមេរៀនតាមកម្រិតថ្នាក់នេះគឺជាឧទាហរណ៍ខ្លះនៃការសរសេរលទ្ធផល standard
ទី1សិស្សនឹងបង្ហាញការយល់នៃរដ្ឋធម្មនុញ្ញដែលយើងហៅថា content បាទសិស្សបញ្យល់ដោយសរសេរពីកថាខណ្ឌស្ដីពីអ្វីដែលអាចធ្វើឲ្យវត្ថុលិចឬអណ្ដែតតាម performance របស់គាត់បាទនិងទី3គឺសិស្សអនុវត្តចំណេះដឹងនៅត្រដងដែលយើងហៅថា developmental បាទសិស្សនឹងស្វែងយល់ថាតើវត្ថុអាចក្លាយជាដុំមាសវត្ថុរាវឧស្ម័នដែលយើងហៅថា grade level ឬជាដើមបាទអញ្ចឹងក្នុងនេះតើតើមួយស្តង់ដារនេះមានន័យថានៅពេលដែលយើងបង្រៀនសិស្សហើយគឺសិស្សគាត់អាចយកចំណុចដែលយើងបង្រៀនហើយដើម្បីជាការអនុវត្តដំបូងគឺយើងអនុវត្តជាមួយនឹងគ្រូសិនបាទគ្រូទៅការបង្ហាញសិស្សដើម្បីឲ្យគាត់ដឹងថាតើអ្វីដែលយើងបង្ហាញគាត់ហ្នឹងតើវាកើតឡើងពិតប្រាកដមែនអត់តើហេតុអីបានជាវត្ថុខ្លះគឺលិចវត្ថុខ្លះអាចអណ្ដែតអញ្ចឹងក្នុងនាមជាគ្រូយើងធ្វើការកណនាដើម្បីរកម៉ាស់រកអីជាក់ពិតប្រាកដដើម្បីឲ្យគាត់ដឹងថាអូនៅពេលដែលម៉ាស់វត្ថុទៅជាងម៉ាស់ទឹកបាទធ្វើឲ្យវត្ថុហ្នឹងអាចអណ្ដែតទៅលើទឹកបានប៉ុន្តែនៅពេលដែលម៉ាស់វត្ថុធំជាងម៉ាស់ទឹកបាទធ្វើឲ្យវត្ថុហ្នឹងគឺលិចបាត់ទៅក្នុងបាតបឹងឬក៏ត្រពាំងអញ្ចឹងទៅបាទតើតើជាមួយនឹងវត្ថុបំណងការអប់រំបាទអញ្ចឹងតើតើជាមួយនឹងប្រយោគនៃការអនុវត្តជាក់ស្ដែងដែលគួរត្រូវបានបង្ហាញនៅចុងមេរៀននីមួយៗវត្ថុបំណងអប់រំនេះមានន័យថាដូចវត្ថុបំណងការបង្រៀននិងរៀនដែរសំដៅទៅលើលទ្ធផលសិក្សារបស់សិស្សដែលយើងចង់បានបាទតើអ្វីទៅគឺជាវត្ថុបំណងការបង្រៀនបាទវត្ថុបំណងនៃការបង្រៀនដែលយើងហៅថា instructional objective គឺជាលទ្ធផលដែលសិក្សារំពឹងទុកជាសមត្ថភាពរបស់អ្នកសិក្សាដែលទទួលបានពីការបង្រៀនហើយត្រូវបានបញ្ចប់ទៅក្នុងវិធីមួយដែលអាចសង្កេតនិងវាស់វែងបានបាទអញ្ចឹងក្នុងវិធីដែលយើងអាចសង្កេតឬក៏យើងអាចវាស់វែងបាននៅពេលដែលចុងមេរៀនយើងឲ្យកូនសិស្សទៅក្នុងនាមជាគ្រូលោកគ្រូអាចឲ្យកូនសិស្សបាទបិទសភៅហើយសួររំលឹកគាត់ថាគាត់អាចយល់ពីខ្លឹមសារដែលលោកគ្រូបង្រៀនបានប្រមាណភាគរយបាទ1.7តកតងជាមួយនឹងការវិតម្លៃដែលមានចម្លើយតែមួយជាក់លាក់ជាអ្វីបាទការវិតម្លៃសិក្សាដែលមានចម្លើយជាក់លាក់ដែលយើងហៅថា learning objective assessment គឺជាមធ្យោបាយនៃការវាស់វែងដោយប្រើទម្រង់សំណួរជាច្រើនដើម្បីតេស្តលទ្ធផលរំពឹងទុកឬជាសមត្ថភាពរបស់អ្នកសិក្សាទម្រង់សំណួររួមមានបំពេញចន្លោះបាទសំណួរពហុជ្រើសរើសសំណួរខុសត្រូវនិងសំណួរគូកងលក្ខណៈបាទក្នុងនេះដែរក្នុងនាមយើងជាគ្រូបង្រៀនយើងគួរតែមានការបញ្ចូលជាមួយនឹងគេហៅថា Google Form បាទក្នុងការវិតម្លៃនៅពេលដែលយើងបញ្ចប់មេរៀនអញ្ចឹងវាជាលក្ខណៈជា multiple choice បាទសំណួរពហុជ្រើសរើសអញ្ចឹងគ្រូអាចដាក់10ទៅ15សំណួរដើម្បីកំណត់បញ្ចប់មេរៀនហ្នឹងតើចំណុចតើកូនសិស្សអាចយល់ពីខ្លឹមសារមេរៀនហ្នឹងបានប្រមាណភាគរយនៅពេលដែលយើងធ្វើតេស្តតាមរយៈ Google Form បាទប្រភេទនៃការរវាយតម្លៃក្នុងថ្នាក់រៀនអញ្ចឹងដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងគឺការរវាយតម្លៃបើសិនជាករណីដែលយើងពីពេលវេលាតិចហើយសិស្សរបស់យើងនឹងថ្នាក់ធំតែមែនតើទៅសម្រាប់ថ្នាក់បឋមសិក្សាគាត់អត់មាន smartphone របស់គាត់ទេនៅក្នុងថ្នាក់អញ្ចឹងគាត់អាចមាននៅផ្ទះអញ្ចឹងលោកគ្រូអ្នកគ្រូអាចតម្លាក់ link គាត់នៅតាមរយៈ Telegram ដើម្បីឲ្យគាត់ចូលធ្វើតេស្តរវាយតម្លៃបញ្ចប់មេរៀនគាត់នីមួយៗឬក៏លោកគ្រូអាចដាក់ជាសំណួរឬក៏សន្លឹកកិច្ចការនៅកញ្ចុងម៉ោងដើម្បីរវាយតម្លៃថាពួកគាត់អាចយល់ពីខ្លឹមសារមេរៀនហ្នឹងបានប្រមាណភាគរយបាទបន្ទាប់មកអាចឲ្យកូនសិស្សលើកដៃជាសញ្ញាបើសិនជាករណីគាត់មានចង្អុលឬក៏សំណួរអ្វីមួយបាទតើតើជាមួយនឹងប្រភេទវិតម្លៃមានប្រភេទជាច្រើនដូចជាតើតើមួយការសរសេរគម្រោងដែលហៅថា project បាទការតែងកំណាព្យបាទ poem បាទផលប័ត្របាទផលិតវីដេអូឃ្លីបនិងសំឡេងបាទដែលយើងដូចការ voice over នៅក្នុងវីដេអូដែលតើតើជាមួយនឹងឬក៏ថាវីដេអូឬក៏ audio tape បាទអញ្ចឹងក្នុងហ្នឹងគឺអាចឲ្យកូនសិស្សធ្វើដើម្បីឲ្យគាត់បានអានបានយល់ពីខ្លឹមសារមេរៀនដែលគាត់រៀនជាមួយនឹងគ្រូបាទដែលយើងហៅថា performance task បាទបំណិន skill គឺមានការថ្លែងសន្ទរកថា how to speak ការបង្ហាញ demonstration ការអាន reading ការអានរឿងល្ខោនបាទ
dramatic reading ការទៅជែកពិភាក្សាវិញ្ញាណ debate បាទការបង្ហាញបែបតន្ត្រី rhetorical បាទមានជាច្រើនទៀតអញ្ចឹងក្នុងការរវិតម្លៃគឺគ្រូអាចជ្រើសរើសជាច្រើនប្រភេទថាអាចមានការអាប់ដេតផ្លាស់ប្ដូរគ្នាដើម្បីឲ្យសិស្សមានគេហៅថា attractive ក្នុងការរៀនរបស់គាត់មានការចាប់អារម្មណ៍ខ្លាំងមានការស្រឡាញ់ជាមួយនឹងការមុខវិជ្ជារបស់គាត់ដោយសារតែលោកគ្រូតែងតែផ្លាស់ប្ដូរជាមួយនឹងការរវិតម្លៃរបស់គាត់ជានិច្ចបាទចំពោះប្រភេទរវិតម្លៃរៀនបាទអញ្ចឹងវាមានជាប្រភេទជាច្រើនតទៅជាមួយនឹង attitude survey questionnaire បាទនិង rating ឬក៏portfolio បាទ self reflection ឬក៏ evaluate other performance បាទអញ្ចឹងចំពោះការប្រភេទវិតម្លៃនេះគឺពិតជាមានសារៈសំខាន់នៅពេលដែលគាត់អាចទៅវិតម្លៃខ្លួនគាត់គេហៅថា student self assessment គឺគាត់គឺជាសិស្សមួយដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀនដោយខ្លួនឯងបាទពីព្រោះគាត់អាចរង្វាយតម្លៃខ្លួនឯងដើម្បីគាត់ដឹងថាគាត់នៅស្ទើរបាទចំណុចណាដែលគាត់គួរពង្រឹងបន្ថែមបាទអញ្ចឹងតើតើជាមួយនឹងប្រភេទរង្វាយតម្លៃគឺយើងមានបន្ទុកបាទមានបន្ទុកដែលយើងអាចដាក់ឲ្យកូនសិស្សបាទអញ្ចឹងមានចាប់ពី1ទៅបាទ1 2 3 4 5អញ្ចឹងទៅអញ្ចឹងបើសិនជាករណីដែលកូនសិស្សម្នាក់ហ្នឹងគាត់ចូលរួមបានញឹកញាប់គាត់ធ្វើបានច្រើនបាទយើងអាចឲ្យពី4ទៅ5បន្ទុកបាទបើសិនជាគាត់លើកដៃញឹកញាប់មែនតើគាត់ធ្វើបានល្អបាទតើគ្រូអាចផ្ដល់ជូនគាត់បាន5បន្ទុកឬក៏4បន្ទុកបាទតែចំពោះតើតើជាមួយនឹងបន្ទុកមួយគឺជាបន្ទុកមួយដែលគាត់នៅស្ទើរមែនតើបាទស្ទើរខ្លាំងបាទដែលគ្រូក្នុងនាមជាគ្រូយើងត្រូវតែជួយគាត់ឲ្យមែនតើបាទអញ្ចឹងបើតើតើមួយសិស្សដែលគាត់រង្វាយតម្លៃ self assessment របស់គាត់ហ្នឹង student self assessment ហ្នឹងគឺនៅពេលដែលគាត់រង្វាយតម្លៃខ្លួនឯងបានចន្លោះពី3 4 5មានថាការសិក្សារបស់សិស្សដែលទទួលបានពីគ្រូគឺបានគួរសមបានច្រើនបាទព្រមតសុនមីផ្នែកពុទ្ធិវត្ថុបំណងបាទចឹងតើតើមួយព្រមតើតើមួយរំលឹករបស់ព្រមចឹងព្រមនៅក្នុងឆ្នាំ1956និងឆ្នាំ2001គឺបានបែងចែកពីគ្នាបាទតើតើមួយឆ្នាំ1956វាតើតើមួយចំណុចទី1តើតើមួយ evaluation បាទ synthesis analysis application comprehension knowledge ប៉ុន្តែតើតើជាមួយនឹងក្នុងឆ្នាំ2001គេបានផ្លាស់ប្ដូរតើតើជាមួយនឹង evaluation គេមកជាពាក្យ create បាទហើយតើតើជាមួយនឹង synthesis មកពាក្យ evaluate វិញបាទហើយតើតើជាមួយនឹង analysis គេដូរទៅជា analyze បាទហើយតើតើមួយ application គេដូរទៅជា apply បាទចំណុចទី2គឺតើតើជាមួយនឹង comprehension ដែលគេដូរទៅក្នុងឆ្នាំ2000មួយទៅជា understanding បាទ sorry understand ហើយនឹង remember អញ្ចឹងប្រឡងចំណុចដែលទៀតជាងគេដំបូងគឺតើតើមួយ remember ទី2តើតើជាមួយនឹង understanding ទី3តើតើជាមួយនឹង apply ទី4គឺតើតើជាមួយនឹងanalyze បាទទី5គឺតើតើមួយ evaluate ហើយនឹងចំណុចចុងក្រោយតើតើមួយ create បាទអញ្ចឹងមានប្រភេទជាសំណួរជាច្រើនសំណួរការគិតកម្រិតទាបគឺឧទាហរណ៍ថាកម្រិតចាំមានដូចជាតើអ្នកជានរណាតើអ្វីតើសាលារៀនអ្នកនៅទីកន្លែងណាបាទចំពោះកម្រិតការយល់វិញមានន័យថាតើអ្នកអាចសរុបជាទូទៅបានទេតើអត្ថបទនេះគេចង់មានន័យបែបម៉េចបាទតើអ្នកអាចសន្និដ្ឋានអំពីព័ត៌មាននេះបានទេចូលបញ្យល់បាទតែទៅមួយកម្រិតមធ្យមបាទទាបឬក៏មធ្យមតើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចតើអ្នកនឹងបង្ហាញដោយរបៀបណាឬក៏ចូលកូនឬក៏ប្អូនអាចគូសផែនទីនៃសាច់រឿងបានបាទការគិតបែបខ្ពស់ឬក៏ហៅថាស៊ីជម្រៅបាទគឺជាចំណុចមួយដែលយើងកម្រិតវិភាគតើអ្នកអាចរៀបផ្នែកខុសគ្នាដោយរបៀបណាបាទរវាងតម្លៃតើចំណុចវិនិច្ឆ័យដែលអ្នកនឹងប្រើដើម្បីរវាងតម្លៃនិងកម្រិតបង្កើតថ្មីតើអ្នកអាចបង្កើតតារាងបញ្ជីមធ្យោបាយឬក៏តើអ្នកអាចបំផុសគំនិតដំណោះស្រាយដែលល្អជាងនេះសម្រាប់អ្នកដែរឬទេបាទ
លទ្ធផលរំពឹងទុកក្នុងការសិក្សាមួយពេលឬហៅថារយៈពេលខ្លីគេហៅថា learning target បាទអញ្ចឹងក្នុងនេះដែរគឺជាប្រយោគនៃការស្ដែងចេញឬក៏ការអនុវត្តរបស់សិស្សសម្រាប់លទ្ធផលរំពឹងទុករបស់សិស្សក្នុងមួយពេលសិក្សាឬក៏ពី3ថ្ងៃបាទអញ្ចឹងក្នុងនេះដែរក៏គ្រូក៏អាចធ្វើការមានន័យថាសមត្ថភាពនៃលទ្ធផលសិក្សារំពឹងទុកក្នុងពេលសិក្សាទីមួយគឺយល់ដឹងការយល់និងអនុវត្តចំណេះដឹងនិងការយល់កំណត់ការវិនិច្ឆ័យលើការអនុវត្តចំណេះដឹងនិងការយល់បាទពេលខ្លះគឺគ្រូក៏អាចក្នុងពី3ថ្ងៃក៏គាត់អាចរំលឹកការថា review ជាមួយមេរៀនដែលគាត់អាចបានបង្រៀនហើយដើម្បីឲ្យសិស្សគាត់ដឹងថាតើមេរៀនហ្នឹងគេបាននិយាយពីអីដែលគាត់បានរៀនកាលពី3ថ្ងៃមុនបាទដល់ពេលដែលយើងអាចពង្រីកតម្លៃគាត់បែបហ្នឹងគឺធ្វើឲ្យគាត់អាចចងចាំឬក៏ដឹងនៅមេរៀនដែលគាត់បានរៀនហើយមកវិញបាទតើតើជាមួយនឹងលក្ខណៈវិនិច្ឆ័យបាទសមត្ថភាពសំខាន់នៃលក្ខណៈវិនិច្ឆ័យគឺជាការកំណត់វិនិច្ឆ័យដោយគ្រូបង្រៀនលើការអនុវត្តចំណេះដឹងនិងការយល់របស់សិស្សច្បាស់ចំពោះអ្នកដទៃបាទអញ្ចឹងក្នុងនោះដែរក៏មានយើងអាចកំណត់វិនិច្ឆ័យតើកុំសិស្សរបស់យើងនឹងគាត់យល់ដឹងក្នុងកម្រិតមួយណាវរីភួរមានថាគាត់ខ្សោយខ្លាំងគាត់ត្រូវការប៉ុណ្ណឹងខ្លាំងឬក៏គាត់ភួរគាត់ខ្វះខាតឬក៏គាត់ fair គាត់យល់បានល្មមមធ្យមបាទឬក៏គាត់ធ្វើបានល្អហើយហៅថា good ឬក៏មួយទៀតសិស្សខ្លះគាត់ឈានទៅដល់ excellent បាទមានថាគាត់ធ្វើបានល្អប្រសើរមែនទែនបាទអញ្ចឹងតើតើជាមួយនឹងប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិបាទអញ្ចឹងក្រុម3ប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិទី1គឺចំណេះដឹងមានតែការចងចាំអ្វីមួយដែលសិស្សស្គាល់ឬក៏ចាំការពិតនិយមន័យបាទការយល់ដែលយើងហៅថា understanding ឬការផ្ដល់ហេតុផល reasoning បាទទៅជាមួយនឹងចំណេះដឹងដែលយើងហៅថា sample understanding បាទវាមានfactual បាទ conceptual procedural បាទ declarative បាទ application បាទ application ហ្នឹងហើយអញ្ចឹងក្នុងចំណុចទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាចំណុចដ៏សំខាន់ក្នុងការរំលឹកបែបពុទ្ធិរបស់គាត់បាទការយល់ក៏បានចេញជាពីរដែរគឺការយល់ធម្មតានិងការយល់បែបស៊ីជម្រៅបាទយល់បែបស៊ីជម្រៅហ្នឹងបែបណាទៅលោកគ្រូមានថាកូនសិស្សដឹងចំណុចសំខាន់អ្វីមួយនៅក្នុងអត្ថបទមេរៀនឬក៏ក្នុងលំហាត់របស់យើងបាទការយល់បែបធម្មតាមានថាកូនសិស្សក៏លក្ខណៈអាចសង្ខេបជា brainstorm ដោយប្រើពាក្យខ្លួននិងក៏ប្រើប្រាស់ជំហានដើម្បីដោះស្រាយបញ្ហាឬក៏ការអនុវត្តបាទតើតើចំណុចបន្តគឺតើតើជាមួយនឹងការយល់បែបស៊ីជម្រៅមានន័យថាកូនសិស្សគឺគាត់ដឹងពីចំណុចសំខាន់អ្វីមួយបាទកូនសិស្សអាចគិតអំពីនឹងការប្រើប្រាស់ចំណេះដឹងពីរបៀបថ្មីការផ្ដល់ហេតុផលដែលយើងហៅថា reasoning បាទការប្រើហេតុផលហ្នឹងគឺមានន័យថាគឺវាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គូក្បាលដោយទាញយកចំណេះដឹងមកប្រើប្រាស់ដើម្បីសម្រេចកិច្ចការបាទអញ្ចឹងកិច្ចការគឺក្នុងការដោះស្រាយបញ្ហាយើងគួរតែបង្រៀនសិស្សចេះដោះស្រាយបញ្ហាចេះហ៊ានសម្រេចចិត្តបាទទាញការសន្និដ្ឋានឬក៏ការគិតប្រកបដោយភាពច្នៃប្រឌិតដើម្បីគាត់មានភាពក្លាហានក្នុងការឡើងលើឆាកអន្តរជាតិធំៗនៅពេលដែលគាត់មានការប្រកួតប្រជែងជាមួយនឹងតាមបណ្ដាសាលាអន្តរជាតិឬក៏សាលារដ្ឋផ្សេងៗដទៃទៀតបាទបាទអញ្ចឹងតើតើជាមួយនឹងចំណុចបន្តនេះគឺតើតើមួយលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាបាទអញ្ចឹងលក្ខណៈវិនិច្ឆ័យមានការជំរុញការប្រឈមតែសិស្សអាចធ្វើវាបានមានLTS that are challenging yet feasible បាទបន្ស៊ីគ្នាជាមួយនឹងទិសដីឬគោលការណ៍បង្រៀននិងការជំរុញទឹកចិត្តសិស្សបាទអញ្ចឹងចំពោះការសង្ខេបមេរៀនឬក៏ដូចជាការបញ្ចូលនៅមេរៀនដែលក្នុងមេរៀនទី3នេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណលោកគ្រូទេសូមជម្រាបលា